ចាជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះមកធ្វើខ្នប់សាច់ជ្រូកប្រហុកសាំងចាឆ្ងាញ់មែនទែនអស់បាយច្រើនណាស់ចានេះបើធ្វើដាក់បាយលើសបន្តិចហើយអន្លក់ដែលឆ្ងាញ់គឺស្ពៃក្តោបញ៉ាំទៅស្រួយសឹបឆ្ងាញ់មែនទែនអញ្ចឹងយើងត្រូវមានគ្រឿងបុកហើយគ្រឿងនេះមានស្រាប់ហើយក្នុងហ្នឹងត្រូវដូចគ្រឿងការីអញ្ចឹងមានម្ទេសក្រហមនឹងដាក់តោះមកមានកាសាំងនេះយើងបុកទុកហើយយើងត្រូវដាក់ប្រហុកច្រាមយើងតិចទៅញ៉ាំប្រើប្រហុកច្រើនទេដោយសារតែនៅក្នុងគ្រឿងនេះដូចវាមានប្រហុកខ្លះហើយយើងត្រូវដាក់ស្ករហើយនឹងប៊ីចេងព្រោះតែកាសាំងខ្ញុំវាមានជាតិប្រៃហើយប្រហុកក៏មានជាតិប្រៃដែរអញ្ចឹងយើងបាច់ដាក់អំបិលអីថែមទៀតទេវាមានប្រៃស្រាប់ហើយដាក់តែស្ករប៊ីចេងទេកុំឲ្យវាប្រៃហើយកាសាំងប៉ុណ្ណឹងយើងលៃមកល្មមឲ្យវាជូរល្មមអញ្ចឹងណាតោះមកខ្ញុំមានផ្សិតបើសិនជាបានផ្សិតចំបើងរបស់ខ្មែរយើងឬក៏ផ្សិតបាក់ដៃអីចឹងណាផ្សិតរបស់ខ្មែរយើងមិនឆ្ងាញ់ផ្សិតនេះដាក់ទៅវារាងខ្មៅហើយអត់សូវឆ្ងាញ់ដូចជាផ្សិតខ្មែរយើងទេអញ្ចឹងយើងហាន់វាឲ្យទូចដើម្បីយើងច្របល់ជាមួយនឹងគ្រឿងតមកយើងដាក់សាច់ជ្រូកចិញ្ច្រាំនេះត្រូវយកសាច់ជ្រូកដែលជាប់ខ្លាញ់មានខ្លាញ់ពាក់កណ្ដាលអញ្ចឹងសាច់ជ្រូកបេជ័រនេះអញ្ចឹងណាហើយខ្ញុំក៏លាយស្បែកជ្រូកខ្លះដែរព្រោះក្នុងហ្នឹងវាដែលយើងយកវាទៅឆាហើយយើងយកវាទៅដុតទៅវាចេញខ្លាញ់មកល្មមឆ្ងាញ់វាអត់ស្ងួតពេកអញ្ចឹងណាហើយត្រូវដាក់ស្លឹកម្រះព្រៅដោយសារស្លឹកម្រះព្រៅខ្ញុំអត់មានអាស្រោះទេនៅនេះខ្ញុំដាក់ស្លឹកម្រះព្រៅក្រៀមតែសម្រាប់ព្រៅក្រៀមនេះក៏វាឈ្ងុយដែរគ្រាន់តែឈ្ងុយចាញ់អាស្រោះទេតោះមកយើងត្រូវច្របល់វាចូលជាតិគ្នាទាំងអស់ទៅដោយសារការច្របល់នេះវាមិនសូវចូលជាតិគ្នាធម្មតានឹងគេបុកញុំចឹងខ្ញុំក៏យករ៉ែយកមកញុំវាដើម្បីឲ្យវាចូលជាតិគ្នាបានល្អតមកយើងក៏ដាក់ផ្សិតយើងចូលមកផ្សិតដែលយើងកាត់ហើយហ្នឹងយើងញោមច្របល់វាឲ្យវាចូលជាតិគ្នាទាំងអស់តែម្ដងចាបន្ទាប់ពីច្របល់ចូលគ្នាចូលជាតិអស់ហើយយើងចាក់ប្រេងឆាចូលក្នុងឆ្នាំងហ្នឹងដើម្បីដាក់ឆាគ្រឿងដែលយើងលាយគ្រឿងក្រៅមិញហ្នឹងឲ្យវាចូលជាតិគ្នាឲ្យសព្វទៅឲ្យវាខាសទឹកបន្តិចហើយថែមទឹកបន្តិចទៅឲ្យវាខាសទៅវិញអញ្ចឹងណាដើម្បីឲ្យសាច់ហ្នឹងវាឆ្អិនហើយបើយើងយកវាទៅដាក់ដុតបន្ថែមដើម្បីឲ្យវាឈ្ងុយជួនកាលយកវាទៅដុតហ្នឹងយើងទៅ air fry ឬក៏ទៅដាក់ខ្ទះដាក់លើចក្រានអញ្ចឹងទៅដើម្បីឲ្យវាឈ្ងុយហើយម្យ៉ាងវិញទៀតវាត្រូវខ្នប់ហុកយើខ្នប់គឺគេចប់លឹកចេកចប់អីចឹងទៅដើម្បីយើងយកទៅដុតទៅវាឆ្ងាញ់តែខ្ញុំអត់មានលឹកចេកទេមានតែกระดาษលុយមញោមចឹងចាក់ដាក់กระดาษលុយមញោមមកហើយយើងយកទៅដុតនៅក្នុងម៉ាស៊ីនដុតរបស់យើងប្រហែលជាដល់10នាទីអីទេវាឆ្អិនស្រាប់ខ្លះហើយនេះហ៎យើងគាត់ដុតដល់វាឈ្ងុយបន្ថែមហើយដុតទៅវារៀងស្ងួតចឹងហ្នឹងចឹងណាហើយបើមានស្លឹកម្រះព្រៅយើងរោយស្លឹកម្រះព្រៅថែមពីលើថែមទៀតដើម្បីវាកាន់តែឈ្ងុយម្ទេសដាក់តិចទេតាមចំណូលចិត្តយើងញ៉ាំម្ទេសចាស់ដាក់ថែមម្ទេសច្រើនតាមហ្នឹងទៅ ត
កំឡុងពេលការរងចាំដែលយើងដុតខ្នប់ប្រហុកសាច់ជ្រូកហ្នឹងយើងរៀបបន្លែហ្នឹងចិតលាងឲ្យស្អាតទៅហើយបន្លែនេះស្ពៃក្តៅគួរញ៉ាំជាមួយនឹងខ្នប់ប្រហុកឆ្ងាញ់មែនទែនឆ្ងាញ់ជាងទឹកសក់ឆ្ងាញ់ជាងការ៉ុតឆ្ងាញ់ជាងឆៃថាវក្រហមហ្នឹងទៀតចឹងណាខាំមកស្រួយស្រាប់ពីទៅរសជាតិវាចាប់ជាតិគ្នាហ្មងចឹងមិនត្រូវខ្វះទេស្ពៃក្តៅប៉ុន្តែយើងលាងឲ្យបានច្រើនទឹកទៅព្រោះយើងញ៉ាំឆៅអញ្ចឹងខ្នប់សាច់ជ្រូករបស់យើងចិនហើយចាយើងមិនដាក់ដុតយូរពេកតែដុតយូរពេកខ្លោចអស់ហើយព្រោះអានេះយើងឆាវាម្សាហើយវាឆ្អិនម្សាស្រាប់ហើយអញ្ចឹងយើងចាប់ផ្ដើមរៀបចំដាក់ចានដើម្បីញ៉ាំបាយតែម្ដងចា